សួស្តីជាងថ្ងៃនេះខ្ញុំលើកយកពីលក្ខណៈការប្រើប្រាស់ពីម៉ាស៊ីន Jack A5E ដល់ B ថ្ងៃនេះខ្ញុំលើកយកមកណែនាំពីលក្ខណៈកម្ពស់ជើងទាដែលយើងកំណត់ឲ្យទាបឬក៏ពុះទាបបានដូចជាក់ស្ដែងនៅក្នុងរូបភាពដែលក្រណាត់ដែលខ្ញុំកាន់បត់ជាផ្ទាំងនេះគឺវាមានក្រាស់ណាស់អញ្ចឹងលេខកូដដែលយើងកំណត់នៅខាងក្រៅវាអត់បានផ្ដល់ឲ្យខ្ពស់ទេឬក៏ហៅជាងទាខាងក្រៅយើងចុចដែរប៉ុន្តែដំឡើងវាអត់ខ្ពស់អញ្ចឹងលក្ខណៈដែលយើងត្រូវការយកខ្ពស់បន្ថែមទៀតនោះត្រាតែយើងស្វែងយល់ទៅរកកម្មវិធីខាងក្នុងដោយរូបភាពនេះអញ្ចឹងយើងយកកណាត់អត់ចូលទេដោយសារកណាត់នោះវាមានទំហំក្រាស់អញ្ចឹងមានតែយើងចូលទៅរកកម្មវិធីដែលយើងកំណត់ឲ្យខ្ពស់ទាបបានទី1យើងចុច P ឲ្យជាប់ហើយយើងនឹងរកកម្មវិធីមួយដែលកំណត់នៅក្នុងលេខកូដដែលយើងជ្រើសរើសលេខកូដនោះគឺលេខ174រីឯលេខតម្រូវការដែលយើងកំណត់នោះគឺអ្នកនរគ្នាគ្រាន់តែជ្រើសរើសនៅក្នុងតំបន់មួយកែឡើងចុះពេលនោះយើងគ្រាន់តែចុច P save មកវិញយើងបានធ្វើតេស្តហើយក៏ដឹងថារឿងខ្ពស់និងខ្ទាបតើវាមានលក្ខណៈយ៉ាងណាអញ្ចឹងយើងចូលរួមមកសាកមើលកណាត់ដែលយើងបត់ជាផ្ទាំងនេះវាមានកម្រាស់ក្រាស់ហើយយើងយកជើងទាចូលទៀតអញ្ចឹងយើងដេមើលតើវាមានផលប៉ះពាល់ឬក៏មានបញ្ហាអីអត់ដោយរូបភាពនេះអញ្ចឹងបើសិនវាអត់មានប៉ះពាល់ឬក៏អត់មានបញ្ហាទេបានន័យថាម៉ាស៊ីនយើងនេះយើងកំណត់ខ្ពស់ទាបបានដោយសារកម្រាស់កណាត់នោះមានក្រាស់ខ្លាំងណាស់តែវាអាចផ្ដល់ឲ្យនៅលើការកំណត់ជើងទាខ្ពស់ទាបបានអរគុណច្រើនមានតែតែតាមដានវីដេអូរបស់ខ្ញុំជួយ share និង follow ដើម្បីឲ្យជាងគាត់មិនបានឃើញផងអរគុណច្រើន